រឿងតកបណ្ឌិតទោះនៃការមិនស្មោះត្រង់នឹងស្វាមីឯកឧត្តមអតីតកាលព្រះបរមពុទ្ធិសត្វរបស់យើងជាតាបោះនៅជាសុខនៅក្នុងឈាននេបណ្ណសាលាទៀបឆ្នេរគង្គីមានសេដ្ឋីធីតានៅក្នុងក្រុងពរិណសីម្នាក់ឈ្មោះទុដ្ឋកុមារីជាស្ត្រីឆ្នះនឹងកាយខោខៅក្រៃពេកបានជាប្រតិចវាយពួកកម្មករទាំងឡាយគ្មានសំចៃដៃថ្ងៃមួយពួកកម្មករទាំងនោះបានចាប់យកនាងទៅទម្លាក់ចោលនៅក្នុងស្ទឹងគង្គីទុដ្ឋកុមារីនោះក៏អណ្ដែតទៅតាមខ្សែទឹកហូរហើយស្រែកយំហ៊ូហ៊ូលុះទៅដល់កន្លែងក្បែរសាលាព្រះបរមពុទ្ធិសត្វតាបោះក្នុងពេលអាត្រាតក៏សន្លប់បាត់ស្មារតីតាបោះក៏ស្រង់នាងអំពីទឹកដោយសេចក្តីអាណិតអាសូរហើយឆ្អើដរាបដល់នាងមានស្មារតីឡើងវិញទើបឲ្យផ្លែឈើទុំខ្ចីបរិភោគក៏សួរថាមនាលនាងតើនាងមកអំពីទីណានាងក៏បានឆ្លើយថាចាស់លោកតាខ្ញុំនៅក្នុងក្រុងពេរិណសីតាបោះក៏បានសួរទៀតថានាងចូលទៅឥឡូវទៅការដែលតាបោះពោលយ៉ាងនេះក៏ដោយហេតុខ្លាចនាងធ្វើទុកបុកម្នេញម្ញាក់ម្ញក់ឲ្យធ្លុះធ្លាយសិលរបស់លោកកាលនោះស្រីនោះក៏បានគិតថាអញត្រូវប្រឡំតាបោះនេះដោយអាការៈញេះញោះលុះត្រាតែមានតម្រិចស្នេហ៍ស្និទ្ធទប់អាត្មាមិនបានដោយកាមតណ្ហាហើយបានជាគូសង្សារសិនហើយសឹមទៅទាំងពីរអ្នកតែម្ដងចំណែកតាបោះក៏ទប់ចិត្តមិនបានរលំខ្លួនទៅផ្ដេកផ្ដិតស្និទ្ធស្នេហាលុះត្រាតែធ្លាយធ្លុះសិលមានឈានសាបសូន្យក៏ទៅកាន់ស្រុកប្រទល់ដែនជាមួយស្រីនោះទៅប្រកបកិច្ចការងារយ៉ាងលំបាកលំបិនលក់ដូរខ្លាញ់បានប្រាក់បន្តិចបន្តួចគ្រាន់នឹងទិញស្បៀងអាហារចិញ្ចឹមជីវិតនៃគូសង្សារកំសត់របស់ខ្លួនតែរៀងរាល់ថ្ងៃព្រោះហេតុនោះជនទាំងឡាយក៏កំណត់នាមថ្មីរបស់តាបោះតាមហេតុនោះថាតកបណ្ឌិតមនុស្សទាំងឡាយក៏ឲ្យគ្រឿងវត្ថុផ្សេងដល់តកបណ្ឌិតនោះហើយឲ្យកូនខ្ទមមួយគ្រាន់ជាទីជ្រកកោនទីបទ្វារនៃស្រុកថ្ងៃមួយពួកចៅចូលទៅប្លន់ស្រុកនោះហើយចាប់យកប្រពន្ធតកបណ្ឌិតទៅឲ្យមេរបស់ខ្លួនមេចៅក៏ទទួលយកស្រីនោះធ្វើជាស្រីកំណាន់នាងនោះការដែលនៅជាមួយនឹងចៅសប្បាយរីករាយចិត្តក៏មានបំណងអាក្រក់ចង់សម្លាប់តកបណ្ឌិតដែលជាប្តីរបស់ខ្លួនក៏ធ្វើលិខិតមួយច្បាប់ផ្ញើទៅប្រាប់ថាបងព្រឹទ្ធស្វាមីប្តីកំសត់ឥឡូវនេះខ្លួនប្អូនមានទុក្ខយ៉ាងធ្ងន់ដោយចៅទាំងឡាយចាប់យកអូនធ្វើជាស្រីកំណាន់របស់វាប្រព្រឹត្តរំលោភបំពានលើរាងកាយរបស់ខ្ញុំឥតកោតក្រែងសោះហេតុនោះសូមបងមកយកប្អូនទៅវិញឆាប់កុំខានតកបណ្ឌិតកាលណាបើបានឃើញលិខិតហើយក៏ប្រញាប់ទៅយ៉ាងរុះរាន់ឯនាងនោះកាលបើឃើញតកបណ្ឌិតមកដល់ក៏ខ្សឹបប្រាប់ថាបងប្រសិនបើយើងទៅឥឡូវនេះសំនឹងចៅវាទៅតាមចាប់យើងហើយសម្លាប់យើងមិនខានចាំពេលយប់មកដល់សឹមយើងទៅហើយឲ្យអង្គុយនៅក្នុងបន្ទប់មួយក្រោយមកនាងក៏មានល្បិចទៅប្រាប់មេចៅដែលកំពុងស្រវឹងស្រាក្នុងពេលល្ងាចថាប្តីនៅក្នុងបន្ទប់ឯណោះហើយប្រុងប៉ុនប៉ងប្រមាថពាទ្យជនរបស់លោកទៀតចៅកាលណាបើលឺហើយក៏ស្ទុះទៅចាប់តកបណ្ឌិតចងប្តីចោះហើយវាតាមចិត្តក្តៅកាលនោះតកបណ្ឌិតទោះបីជាចោលវាយ៉ាងណាក៏ដោយក៏មិនស្រែកយំឡើយគ្រាន់តែពោលថាស្រីត្រុសនេះមានចិត្តអាក្រក់មានសេចក្តីក្រោធផងមិនដឹងគុណផងជាអ្នកញុះញង់ផងឯចោលការបើស្វាងស្រាហើយក៏ប្ររពវាយទៀតតកបណ្ឌិតក៏ពោលតែពាក្យដដែលនោះចោលក៏បានគិតថាយីគាត់នេះពោលពាក្យដដែលប្រហែលជាមានហេតុយ៉ាងណាហើយដឹងក៏សួរតាបោះក៏ប្រាប់ដំណើរនោះទាំងអស់កាលណាបើចៅបានស្ដាប់ហើយចៅក៏បានគិតថាអើស្រីនេះជាស្រីកាលកិនីអាក្រក់អ្វីម្ល៉េះអញនឹងសម្លាប់ចោលហើយមិនទុកទេមើលទៅចៅក៏ទៅដាស់ថាមកនាង
អញនឹងសម្លាប់បុរសនេះហើយក៏នាំចេញទៅខាងក្រៅស្រុកពេលទៅដល់ក្រៅស្រុកហើយចៅក៏សម្លាប់នៅស្រីនោះឯងទៅនាំតកបណ្ឌិតនោះទៅផ្ទះសួរថាឥឡូវនេះអ្នកនឹងទៅនៅទីណាតកបណ្ឌិតក៏បានឆ្លើយថាខ្ញុំនឹងទៅបួសនៅក្នុងព្រៃចៅក៏បានតបទៅថាបើអ្នកទៅបួសខ្ញុំក៏បួសដែរតកបណ្ឌិតនិងមេចៅក៏បួសទាំងពីរនាក់ខំចម្រើនធាននិងអភិញ្ញឲ្យបានកើតហើយសោយសុខនៅក្នុងធានសមាបត្តិលុះដល់ពេលស្លាប់ទៅក៏បានទៅកើតឯព្រហ្មលោកនេះសូមអនុមោទនា